បាទជំរាបសួរសូមស្វាគមន៍មកកាន់តម្រុយឆ្នោតយន្តរបស់ខ្ញុំសម្រាប់ថ្ងៃនេះហើយថ្ងៃនេះគឺខ្ញុំមកប្រាប់ពីរបៀបរកលេខសម្រាប់ចាក់ជាប្រចាំថ្ងៃណាបងប្អូនហើយក្បួនរបស់ខ្ញុំនេះគឺយើងអាចធ្វើបានរហូតមិនបាច់គិតថាខែ6ឬខែ7ទេណាក្បួននេះគឺល្អណាស់4នេះគឺខ្ញុំធ្វើសម្រាប់លក់លេខឲ្យបងប្អូនយើងជារៀងរាល់ថ្ងៃទៅតាម Facebook របស់ខ្ញុំណាឥឡូវនេះខ្ញុំមកចែកជូនបងប្អូនពីរបៀបរកឥឡូវកុំឲ្យខាតពេលខ្ញុំចាប់ផ្ដើមពីថ្ងៃទី29ខែ5 2021ណាហើយលេខកូដរបស់យើងមាន A +1 ដក 2 B ដក 1 បូក 1ណាបាទបងប្អូនធ្វើតាមវិធីនេះហើយចាប់ផ្ដើមមានលេខឲ្យបងប្អូនរើសយកលេខណាដែលល្អដែលគិតថាវាភាគរយខ្ពស់ក្នុងការចេញនៅថ្ងៃធ្វើថ្ងៃ29ចេញនៅថ្ងៃទី30អញ្ចឹងបងប្អូនចាប់ទៅហើយបើបងប្អូនមានលទ្ធភាពបងប្អូនអាចលេងទាំងអស់ទៅក៏បានដែរប៉ុន្តែលេខរបស់យើងមាន8គ្រាប់ពួកអីក្បួនរកលេខมันអាចបានលេខធំពី3គ្រាប់ទេព្រោះយើងបានមកវាមានលេខ4គ្រាប់4គ្រាប់នោះគឺសិតលេខល្អទាំងអស់ប៉ុន្តែយើងរើសចម្រាញ់រើសយកតែលេខណាល្អដែលមានភាគរយខ្ពស់យកមកទៅយកទៅផ្សងសំណាងតែប៉ុណ្ណោះកុំឲ្យខាតពេលប៉ោះ A មាន54ថ្ងៃទី29ខែ5 2021ប៉ោះ B មាន32យ៉ាងបងប្អូនចាំណា54ណា54 5 + 4 ស្មើ9ណា9បូកលេខកូដរបស់យើងលេខ1លេខកូដ1នេះ A + 1ណាស្មើ10 10យកលេខ0ដក2លេខកូដរបស់យើងនេះ10 ដក 2 ស្មើ8ណាហើយប៉ោះ B មានលេខ32 2បូក5 3បូក2ស្មើ5 5 ដក 1 ស្មើ4ណា4 បូក 1 ស្មើ5អញ្ចឹងលេខរបស់យើងមានលេខ0មានលេខ4មានលេខ8និងលេខ5អញ្ចឹងលេខ4គ្រាប់នេះគឺលេខដែលតម្រុយនឹងត្រូវមកថ្ងៃស្អែកធ្វើថ្ងៃនេះគឺជាថ្ងៃស្អែកអញ្ចឹងលេខ4គ្រាប់នេះក្នុងចំណោមលេខដែលមាន10គ្រាប់គឺមានយើងដកស្រង់យក4គ្រាប់ហ្នឹងសម្រាប់មកចាប់ដើម្បីចាក់នៅថ្ងៃទី30ថ្ងៃនេះថ្ងៃ29ខែ5យើងចាក់នៅថ្ងៃ30ណាលេខហ្នឹងអញ្ចឹងយើងបងប្អូនចាប់លេខពិសេសមុនណាយើងចាប់ខ្វែងយើងត្រូវតែគុណណាព្រោះលេខពិសេសយើងត្រូវចាប់ខ្វែងហើយយើងគុណអញ្ចឹងលេខរបស់យើងមាន05 5 គុត84 48ណា84 48 05 គុត8408ណាក្បួនរបស់យើងរៅហ្នឹងឲ្យតែយើងចាប់ខ្វែងគឺយើងត្រូវតែគុណអញ្ចឹងលេខល្អរបស់យើងមាន4គ្រាប់បន្ទាប់មកយើងចាប់លេខរងរបស់យើងគឺមាន4គ្រាប់ដូចគ្នាណាមានលេខ08មានលេខ45មានលេខ04មានលេខ85លេខល្អលេខរងហើយបងប្អូនចាប់ក្នុងចំណោម4គ្រាប់ហ្នឹងគឺលេខដែលពិសេសនឹងតម្រុយទៅត្រូវចេញនៅថ្ងៃស្អែកអញ្ចឹងណាធ្វើថ្ងៃនេះចេញថ្ងៃស្អែកហ្នឹងអញ្ចឹងក្នុងចំណោមហ្នឹងបើបងប្អូនស្រឡាញ់លេខរងក៏បងប្អូនចាប់យកលេខរងយកទៅចាក់ទៅក៏បានដែរណាអញ្ចឹងយើងមកមើលថ្ងៃទី30ខែ5ណាថ្ងៃ30ខែ5វាចេញអីខ្លះ30ខែ5វាចេញ05ណា08
03 2 ប៉ោះ03ណា03 2ប៉ោះ05 08ហើយលេខធំក៏ចូលដែរលេខធំណាលេខធំវាចេញ058ណាអញ្ចឹងក្នុងចំណោមលេខ4គ្រាប់ហ្នឹងគឺយើងចាប់ទី1គឺយើងចាប់លេខល្អទី2យើងចាប់លេខរងប៉ុន្តែបងប្អូនគ្មានលទ្ធភាពចាក់ច្រើនទេចាក់ទាំងអស់ហ្នឹងទេបងប្អូនរើសដែរបងប្អូនអាចចេះមើលយើងអាចមើលថាលេខណាតម្រុយដែលប្រឹងមកថ្ងៃស្អែកអញ្ចឹងយើងចាប់រើសយក1គ្រាប់ឬ2គ្រាប់3គ្រាប់យកចាក់លេងទៅអញ្ចឹងណាបងប្អូនណាតែឥឡូវយើងធ្វើបន្តទៀតអញ្ចឹងសម្រាប់ថ្ងៃទី30មានចូល05 08 08ចូលទាំងលេខធំទៀត058ណាបើសិនជាយើងចេះចាប់លេខធំយើងចាប់ទៅណាបងប្អូនណាចង់លេងលេខធំចាប់លេខធំទៅយើងបន្តទៀតយើងយកថ្ងៃទី30ថ្ងៃទី30ខែ5 2026យកមកធ្វើបន្តណាប៉ោះ A មាន93ប៉ោះ B មាន05 9 + 3 ស្មើ12ណា2 + 1 ស្មើ3 3 + 2 ស្មើ1អញ្ចឹងប៉ោះ A យើងរកមកឃើញលេខ3និងលេខ1ណាអញ្ចឹងប៉ោះ A លេខ3លេខ1ហើយប៉ោះ B មាន05 0 + 5 ស្មើ5 5 + 1 ស្មើ4 4 + 1 ស្មើ5អញ្ចឹងលេខរបស់យើងមានលេខ3លេខ1លេខ4លេខ5ណាអញ្ចឹងលេខ4លេខ5 4 5អញ្ចឹងលេខរបស់យើងមាន4គ្រាប់បន្តមកបងប្អូនចាប់លេខល្អមុនមកចាប់35 53មក35 53 14 41 អញ្ចឹងលេខល្អរបស់យើងមាន35 53 14 41ចាប់លេខរងមក31 45 34 15យ៉ាងបងប្អូនមើលលទ្ធផលថ្ងៃទី31ណាថ្ងៃទី31វាមានលេខ31ចូលលេខ41គ្រាប់ណានេះ41មកបណ្ដឹងណា41មួយគ្រាប់ហើយបើសិនជាលេខធំវាចេញ3 41ណាលេខធំក៏មានដែរណា3 41ណាអញ្ចឹងវាមកបែបហ្នឹងអញ្ចឹងក្នុង4គ្រាប់នឹងក៏សិតតែលេខដែលល្អតម្រុយដែលត្រៀមនឹងដែលយើងគិតថានឹងមកនៅថ្ងៃធ្វើថ្ងៃនេះចេញថ្ងៃស្អែកអញ្ចឹងបងប្អូនណាអញ្ចឹងកុំគិតថាលេខល្អឬលេខរងវាអាចនឹងចេញដូចគ្នាណាអញ្ចឹងបងប្អូនឆ្លាញ់មួយណាបងប្អូនចាប់យកមួយហ្នឹងទៅហើយបើសិនជាបងប្អូនអាចលេងត្រឹមប៉ោះ B ឬប៉ោះ C ក៏បានដែរភាគច្រើនណាតម្រុយរបស់ខ្ញុំរកភាគច្រើនគឺប៉ោះ B និងប៉ោះ C ដែលវាចេញមកណាហើយគាត់ថាភាគច្រើនទេវាអាចទៅប៉ោះផ្សេងក៏ថាបានដែរវាអាចមកប៉ោះ A ឬមកប៉ោះ D ទៀតក៏បានដែរប៉ុន្តែយើងភាគច្រើនគឺ B និង C បងប្អូនតាមដានមើលទៅបងប្អូននឹងយល់ហើយអាចនឹងចាប់លេខទាំងអស់ហ្នឹងភាគច្រើនត្រូវអញ្ចឹងណាហើយក៏មានថ្ងៃខុសដែរប៉ុន្តែយើងអាចធ្វើជាបន្តទៀតណាឥឡូវយើងចាប់ដើមថ្ងៃទី31ណាយើងយកថ្ងៃទី31ខែ5 2026យើងធ្វើបន្តទៀតណាថ្ងៃ31ប៉ោះ A ចេញ92ប៉ោះ B ចេញ97 9 + 2 ស្មើ1 1 + 1 ស្មើ2 2 + 2 ស្មើ0បូក B 97 9 + 7 ស្មើ16យើងយកលេខ6ណា6 + 1
ស្មើ5 5 បូក 1 ស្មើ 6 ណា នេះនឹងលេខរបស់យើងមានលេខ 2 លេខ 0 លេខ 5 លេខ 6 យ៉ាងបងប្អូនចាប់ 26 62 05 50 គត់ បន្តមកបងប្អូនចាប់ 4 គ្រាប់ទៀតណា 20 គត់ 56 20 គត់ 56 25 06 លេខទាំងអស់ហ្នឹងណាវាមាន 3 គ្រាប់ចឹងចាំបងប្អូនមើលមកមើលលទ្ធផលថ្ងៃទី1ណាទី1 ខែ 6 ណាយើងធ្វើថ្ងៃទី31 ខែ 5 2026ខ្ញុំមើលលទ្ធផលថ្ងៃទី1ណាថ្ងៃទី1វាមានវាចេញលេខអី 25 ណាថ្ងៃ1មានលេខ 25 ហើយយើងមើលលេខធំមានអត់លេខធំអត់ចូលទេវាមានចូលបាន 25 មួយគ្រាប់ឃើញទេតាយើងបន្តទៀតថ្ងៃ31គេបានធ្វើថ្ងៃ1ខែ 6 ណាថ្ងៃ1ខែ 6 2025 2026ពណ៌ A ចេញ 08 ពណ៌ B ចេញ 25 ណាអញ្ចឹងយើងមើល 25 ចេញពណ៌ 25 ចេញពណ៌ B បន្តទៀតពណ៌ A 08ថ្ងៃទី1ខែ 6 2026ណា 08 0 8 ស្មើ 8 8 បូក 1 ស្មើ 9 9 ដក 2 ស្មើ 7 អញ្ចឹងលេខរបស់យើងនេះលេខនេះអញ្ចឹងបងប្អូនខាងមុខនេះអត់យកទេណាខាងមុខនេះអាស្មើ 8 នេះអត់យកទេណាយើងយកបន្ទាប់ពីបូកលេខកូដយើងទៅហើយណា 8 បូកលេខកូដរបស់យើងលេខ 1 ស្មើ 9 9 ដកលេខកូដរបស់យើងលេខ 2 ស្មើ 7 ណាយើងបន្តទៀត 25 នេះ 2 បូក 5 ស្មើ 7 7 យើងដក 1 លេខកូដរបស់យើងស្មើ 6 6 បូក 1 ស្មើ 7 អញ្ចឹងលេខរបស់យើងមានលេខ 6 លេខ 7 យ៉ាងបងប្អូនចាប់ណា 9 7 9 7 6 7 6 7 នេះលេខរបស់យើងមាន 9 7 6 7 ណាហើយបងប្អូនចាប់97 79មកណា97 79 76 67ណា76 67យ៉ាងបងប្អូនចាប់ 4 គ្រាប់ទៀតណា97 67 97 67 97 67ហើយមក96 77 96 7 អញ្ចឹងមកយើងមកមើលលទ្ធផលថ្ងៃទី2 ខែ 6 ណាមើលថ្ងៃទី2 ខែ 6 ជាង 96 ណាអញ្ចឹងវាបាន 96 មួយគ្រាប់ណាហើយមើលលេខធំអត់មានចូលទេលេខធំចូលបាន 96 មួយគ្រាប់ណាអញ្ចឹងបងប្អូនធ្វើបន្តទៀតណាអញ្ចឹងក្នុងលេខទាំងអស់ហ្នឹងទាំង 4 គ្រាប់ហ្នឹងសុទ្ធតែលេខល្អទេប៉ុន្តែយើងចាប់
របៀបយើងចាប់លេខល្អនិងលេខរងហើយបន្ទាប់មកយើងរឹសមើលហ្នឹងរបៀបម៉េចរបៀបថ្ងៃម្សិលមិញចេញអីដំណើរថ្ងៃនេះវាអាចចេញខ្ទង់អីយើងចាប់ខ្ទង់ហ្នឹងឧទាហរណ៍បងប្អូនឆ្លាញ់ខ្ទង់កៅយើងសម្លឹងមើលតែខ្ទង់កៅបានតើកៅណាដែលយើងចូលចិត្តដែលយើងឆ្លាញ់ដែលយើងគិតថាត្រូវបើបងប្អូនឆ្លាញ់ខ្ទង់60បងប្អូនមើលខ្ទង់60ម៉ានដែលយើងពេញចិត្តឆ្លាញ់ចូលចិត្តអញ្ចឹងដែលគិតថាមកគឺយើងចាប់របៀបអញ្ចឹងណាបងប្អូនណាខ្ញុំបន្តមកធ្វើថ្ងៃ2ណាថ្ងៃ2ពណ៌ A ជាង99ពណ៌ B ជាង92អញ្ចឹង99ស្មើ8ណា8 9 9ស្មើ18 18ស្មើ8ណាបូក1ស្មើ9 9ដក2ស្មើ7ពណ៌ B 92 9បូក2ស្មើ1ណា1ដក1ស្មើ0 0បូក1ស្មើ1អញ្ចឹងលេខរបស់យើងនេះមានលេខ9លេខ0លេខ7លេខ1តើមកបងប្អូនចាប់បន្តទៀតសម្រាប់សងសំណាងថ្ងៃទី3ណាថ្ងៃទី3ខែ6 2026 9 7 01យ៉ាងថ្ងៃទី1នេះថ្ងៃ1នេះវាចេញបែបនេះពីលើមកក្រោមចាប់ដើមចាប់ថ្ងៃទី2ណា91 19 7 គុត07មកលេខល្អរបស់យើងមាន2គ្រាប់លេខល្អរបស់យើងមាន4គ្រាប់នេះណាបន្តមកយើងចាប់9701 9701 9គុត71ណា9គុត71នេះគឺតម្រុយសម្រាប់ថ្ងៃទី3ខែ6 2026 A B C D លេខនេះប៉ោះដែលបងប្អូនត្រូវលេខណាហើយប៉ោះនៅល្អគឺ B C ណាបើយើងលេងទាំងអស់គ្រាប់យើងអាចលេងប៉ោះ BC អស់លុយតិចបើសិនយើងរើសយកលេខល្អដែលយើងចង់ចាប់ឆ្លាញ់លេខឆ្លាញ់ខ្ទង់អីឆ្លាញ់ខ្ទង់កៅយើងរើសមើលខ្ទង់កៅបងប្អូនណាតែមានកៅប្រហែលខ្លះហើយយើងមានកៅ1 97 កៅគាត់យើងឆ្លាញ់មួយណាយើងអាចចាប់ជាមួយហ្នឹងហើយបើយើងឆ្លាញ់ខ្ទង់ចិត្តបងប្អូនរើសខ្ទង់ចិត្តមានចិត្តប៉ុន្មានខ្លះមានចិត្តគាត់71បងប្អូនឆ្លាញ់0យើងរើសមើល0មកមាន07 01របៀបហ្នឹងបងប្អូនណាសំខាន់បងប្អូនឆ្លាញ់ខ្ទង់អីបងប្អូនឆ្លឹងមើលតែខ្ទង់ហ្នឹងចាប់យកទៅចាក់ទៅក៏បានដែរបាទអរគុណបងប្អូនជូនពរបងប្អូនហេងសម្រាប់ថ្ងៃស្អែកសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែកបន្តទៀត